បាទសូមគោរពអាជ្ញាជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នាបាទថ្ងៃនេះស្វាគមន៍មកកាន់អត្ថបទព័ត៌មានថ្មីក្តៅជាបន្តទៀតសម្រាប់អត្ថបទព័ត៌មានមួយនេះដកស្រង់ចេញពីទំព័រខ្មែរលោតគាំទ្រអត់បើយ៉ាយ៉ានិងបេឡាចាប់ដៃសម្ដែងរឿងថ្មីជាមួយគ្នាបាទប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នាបើចង់ដឹងអត្ថបទព័ត៌មានមួយនេះយ៉ាងណានោះបើសូមមកតាមដានទស្សនាជាមួយខ្ញុំដូចតទៅថ្មីនេះតារាសម្ដែងស្រីលំដាប់ជួរមុខគឺយ៉ាយ៉ាយូរ៉ាសាយ៉ាបានសម្ដែងខ្សែភាពយន្តថ្មីគឺរឿងបុរាណឆ្លងភពចំណងជើងថាក្លិនកាសាឡុងដោយនាងបានសម្ដែងជាតួកូនភ្លោះបានយ៉ាងល្អស័ក្តិសមនិងទទួលបានមតិកោតសរសើរយ៉ាងច្រើនលើសលប់ពីសំណាក់ទស្សនិកជនផងដែរមិនតែប៉ុណ្ណោះក្នុងនោះផងដែរក៏មានប្រិយមិត្តទស្សនិកជនជាច្រើនបាននិយាយថាពួកគេពិតជាចង់ឃើញតារាសម្ដែងស្រីកំពុងមានប្រជាប្រិយភាពទាំងពីរដួងនេះពលគឺពួកគេចង់ឃើញយ៉ាយ៉ានិងបេឡាឬគេនិយមហៅថា Magic Karate ក្នុងរឿងបុព្វេសន្និវាសបានសម្ដែងខ្សែភាពយន្តជាមួយគ្នាខ្លាំងមែនទែនដោយសារតែទេពកោសល្យសម្ដែងរបស់តារាស្រីទាំងពីរដួងនេះពិតជាអស្ចារ្យដូចគ្នាហើយបើបានសម្ដែងខ្សែភាពយន្តរួមគ្នាវិញច្បាស់ណាស់តែគាត់ជាល្អមើលខ្លាំងជាមិនខានតួយ៉ាងពាក់ព័ន្ធនឹងការចង់បានរបស់អ្នកគាំទ្រនេះផងដែរដោយក្នុងនោះតារាសម្ដែងស្រីវ័យ25ឆ្នាំយ៉ាយ៉ាបានលើកឡើងថាវាពិតជាល្អខ្លាំងណាស់បើបានសហការសម្ដែងជាមួយនឹងតារាស្រីបេឡានាងបន្តថាសម្រាប់ខ្ញុំរាល់តួអង្គសម្ដែងដែលនាងខ្ញុំបានសម្ដែងសុទ្ធសឹងតែខាងស្ថានីយទូរទស្សន៍ជាអ្នកជ្រើសរើសឲ្យទាំងអស់ពោលគឺអ្វីគ្រប់យ៉ាងគឺទូរទស្សន៍ប៉ុស្តិ៍លេខ3ថៃជាអ្នកសម្រេចហើយក្នុងរឿងមួយដែលមានតួឯកសម្ដែងច្រើនវាពិតជាកម្រនិងមានខ្លាំងណាស់បើទោះបីជាមានអត្តចរិតខុសគ្នាក៏ដោយខ្ញុំមានអារម្មណ៍ថាខ្ញុំធ្លាប់ឆ្លងកាត់ការសម្ដែងខ្សែភាពយន្តបែបនេះរួចមកហើយប៉ុន្តែទោះជាយ៉ាងណាប្រិយមិត្តទស្សនិកជនជាច្រើនក៏សង្ឃឹមថាតារាសម្ដែងស្រីកំពុងមានប្រជាប្រិយភាពទាំងពីរដួងនេះនិងមានឱកាសបានចាប់ដៃសម្ដែងខ្សែភាពយន្តរួមគ្នានៅពេលខាងនេះផងដែរបាទប្រិយមិត្តពុកម៉ែបងប្អូនទស្សនិកជនទាំងអស់គ្នាសូមអរគុណពីលីយូបាទសូមទស្សនាភាពជាណាបេឡានិងកាយ៉ាដូចតទៅ